តាមរយៈទស្សនកិច្ចជាផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ីគឺនាងខ្ញុំសង្ឃឹមថានឹងមានការជំរុញទៅលើវិស័យជាច្រើនទៀតផងដែរដូចជាថ្នាល Digital ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មការយោគយល់គ្នាការអភិវឌ្ឍធនធានមនុស្សហើយនៅលើវិស័យទេសចរណ៍ផងដែរអញ្ចឹងមានការរំពឹងខ្ពស់អំពីប្រជាជនរបស់ប្រទេសកម្ពុជាបន្ទាប់ពីទស្សនកិច្ចនេះហើយយើងនឹងទទួលបានអ្វីដែលលឿនមុនគេគឺការជំរុញក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូបខ្ញុំសង្ឃឹមថាក្នុងពេលអនាគតខាងមុខកម្ពុជានិងចិននឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗនៅលើវិស័យជាច្រើនទៀតដូចជាវិស័យអប់រំនិងបច្ចេកវិទ្យាបង្កើនកម្មវិធីផ្លាស់ប្ដូរគ្រប់កម្រិតដូចជាការផ្តល់អាហារូបករណ៍ការបណ្តុះបណ្តាលគ្រូបង្រៀនការចែករំលែកបច្ចេកទេសឬក៏បច្ចេកវិទ្យាពាក់ព័ន្ធនឹងឧស្សាហកម្មផ្សេងៗវិស័យវប្បធម៌និងទេសចរណ៍បង្កើតការផ្សព្វផ្សាយវប្បធម៌រវាងប្រទេសទាំងពីរនិងមានការរៀបចំព្រឹត្តិការណ៍វប្បធម៌ផ្សេងៗវិស័យសុខាភិបាលបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលដូចជាចែករំលែកបទពិសោធន៍បច្ចេកទេសការអភិវឌ្ឍមន្ទីរពេទ្យនិងការចែករំលែកសម្ភារៈវេជ្ជសាស្ត្រខ្ញុំគិតថាការសហប្រតិបត្តិការនៅពេលអនាគតហ្នឹងប្រហែលជាអាចខាងបច្ចេកទេសនិងខាង Digital ប៉ុន្តែដោយសារតែខ្ញុំហ្នឹងអ្នកសិក្សាខាងមនុស្សសាស្ត្រអញ្ចឹងខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនមួយយុវជនកាន់តែច្រើនជាងហ្នឹងបាទ